ទស្សនាចានៅរបាំចាក្បាច់រាំចានារីជាជួរចាបងប្អូនទាំងអស់គ្នាចាមានអារម្មណ៍មិនដែរចាចាសប្បាយចាសម្រាប់ឲ្យខ្ញុំចាក៏មានអារម្មណ៍សប្បាយផងដែរចាថាឃើញថាពួកគាត់មានការរាំគឺស្អាតមែនតើចាអរគុណចាទស្សនិកជនជាទីមេត្រីចាឃើញថាចាបេក្ខជនទី1ចាបងប្រុសស៊ីថាចាគាត់មិនអាចឆ្លងផុតដំណាក់កាលទី1ពីកម្មវិធីរបស់យើងទេចាហើយនៅពេលនេះចាគឺដំណើរការនៃការជ្រើសរើសចាបេក្ខជនទី2ចាដើម្បីមកចូលរួមលេងល្បែងកម្សាន្តរបស់យើងបន្តចាដូច្នេះយើងនឹងរំពឹងមើលទៀតថាតើចាបេក្ខជនដែលជាបេក្ខជនទី2នៃកម្មវិធីរបស់យើងចាជាបរិសុទ្ធឬក៏ជានារីនោះទេចាដូច្នេះយើងតាមទាំងអស់គ្នាចាឥឡូវនេះចាធំឆ្នោតបានមកដល់ហើយចាលេង110ទឹកចាលេង112ចាចាលេង112ចាជាបេក្ខជនទី2សម្រាប់កម្មវិធីតាអ្នកឆ្លើយទេចាចាំ112ចាខ្ញុំជឿថាបងប្អូនទស្សនិកជនចាគាត់អញ្ជើញមកទស្សនានៅទីនេះផ្ទាល់គាត់ចង់ស្គាល់ចាដូច្នេះសូមធ្វើការណែនាំឈ្មោះដើម្បីឲ្យគាត់បានស្គាល់ចាបាទខ្ញុំបាទឈ្មោះឈុនបញ្ញារៀននៅសាកលវិទ្យាល័យស្វាយរៀងចាអរគុណច្រើនហើយកំណងទៅថ្ងៃអនាគតចង់ធ្វើអ្វីធ្វើអ្នកជំនួយចាចង់ធ្វើអ្នកជំនួយចាកម្មវិធីចានៅថ្ងៃនេះចាតម្រូវឲ្យបញ្ញាចាជ្រើសរើសចាចំនួនសង្គ្រោះចំនួន2រូបដែលយើងគិតថាពួកគាត់ទាំងពីរនាក់អាចជួយយើងបាននៅពេលដែលយើងឆ្លើយនៅសំណួរមិនត្រូវចាយើងអាចហៅឈ្មោះគាត់ណាដើម្បីឲ្យគាត់ដល់ពួកយើងចង្អុលទៅពួកឯងមនុស្សច្រើនណាយើងអាចហៅណាមួយទេចាហើយម៉ៃចាហើយអាម៉ៃចាជំរាបសួរចាជំរាបសួរចាចាហើយចុះណាមួយទៀតចាសូមធ្វើការណែនាំឈ្មោះដើម្បីឲ្យទស្សនិកជនលោកបានស្គាល់ផងដែរចាចាមានការផិតភ័យណាចាចាលើកដំបូងរបស់គាត់មានអារម្មណ៍ផិតភ័យចាចាជំរាបសួរអនស្រីចាចាសូមធ្វើការណែនាំខ្លួនទៅកម្មទស្សនិកជនដូចជាបច្ចុប្បន្នធ្វើអ្វីហើយមានគោលបំណងទៅថ្ងៃអនាគតផងដែរចាខ្ញុំធ្វើម៉េចចាទុកថ្ងៃចាជាសិស្សរៀននៅណាសិស្សរៀននៅថ្នាក់ទី10ជាឡៃស្វែងចាអរគុណហើយថ្ងៃអនាគតចង់ធ្វើអ្វីដែរអូនចង់ធ្វើពេទ្យអូហូចង់ធ្វើពេទ្យចាចង់ធ្វើពេទ្យចាគុណចាបងអូនប្រកបចាខ្ញុំឈ្មោះតៃចាសុខថ្ងៃចាជាសិស្សរៀននៅថ្នាក់ទីប្រហែលដែរអូនទី10ចាទី10ចាហើយថ្ងៃអនាគតចង់ធ្វើអ្វីដែរអូនអ្នកស៊ីអូអូននិយាយថាអ្នកសឹកដោយសារភ័យពេកចាចាមិនពេកទេចាអាចអ្នកសឹកទុកបានចាអរគុណចឹងឆ្នេះចាសូមបងស្រីទាំងពីរនាក់ចាទៅកាន់ទីកន្លែងដូចជាចាបញ្ញាទៅកាន់សុខទីកន្លែងផងដែរឥឡូវនេះចាយើងមកវាយអារម្មណ៍ចាំមកជួបចាបេក្ខជនទី2របស់យើងចាបញ្ញាចាហើយនេះជាលើកទីប្រហែលសម្រាប់យើងហើយដែលយើងមកចូលរួមទស្សនាកម្មវិធីតើអ្នកខ្លះទេទី1អូលើកទី1មានសំណាងតែម្ដងចាពិតជាមហាសំណាងមែនណាចាអញ្ចឹងជឿថាតើតទៅនឹងលក្ខន្តិកៈប្រហែលជាបញ្ញាអត់ទាន់បានយល់ទេណាអញ្ចឹងនាងខ្ញុំក៏សូមជម្រាបជូនតើតទៅនឹងលក្ខន្តិកៈពីកម្មវិធីរបស់យើងចាកម្មវិធីរបស់យើងចាចេញជា3ដំណាក់កាលដំណាក់កាលទី1មាន5សំណួរដំណាក់កាលទី2មាន5សំណួរហើយក្នុងនោះមានសំណួរឆ្លងវគ្គ1ដែលផ្ដល់ឱកាសឲ្យបញ្ញាទទួលបានលើរង្វាន់អនុស្សាវរីយ៍ពីកម្មវិធីហើយក្នុងដំណាក់កាលទី3មាន4សំណួរក្នុងនោះមានសំណួរឆ្លងវគ្គ1ហើយនិងសំណួរយកនៅរង្វាន់ទឹកប្រាក់ជាច្រើនពីកម្មវិធីរបស់យើងផងដែរហើយក្នុងនោះដើម្បីកុំឲ្យបញ្ញាចាមានការផិតភ័យខ្លាំងកម្មវិធីរបស់យើងមានចំនួន3ចាចំនួនទី1ចាគឺចំនួន50លើ50ចំនួនទី2ចំនួនសង្គ្រោះគឺកញ្ញាដ៏ស្រស់ស្អាតទាំងពីរចាកំពុងអង្គុយរងចាំហើយនឹងចំនួនទី3គឺចំនួនស្វ័យប្រវត្តិចាដែលផ្ដល់ឱកាសឲ្យប
ปัญญาឆ្លើយនៅសំណួរពីកម្មវិធីឡើងវិញចាយល់បានទេចាអញ្ចឹងមានសង្ឃឹមថាប្រហែលភាគរយនៅឈ្នះទឹកប្រាក់80,000រៀលពីកម្មវិធីរបស់យើងក្នុង50% 50%ចាអរគុណមិនថ្មីទេចាជូនពរឲ្យបញ្ញាឆ្លងផុតណាចាទស្សនិកជនជាទីមេត្រីដូច្នេះយើងនឹងរងចាំមើលទាំងអស់គ្នាថាតើសំណួរទី1សម្រាប់បេក្ខជនទី2របស់យើងមានលក្ខណៈបែបណាចាដូច្នេះសូមបង្ហាញនៅសំណួរចាសំណួរសួរថាតើត្រង់ខ្មែរមានខ្សែចំនួនប៉ុន្មានចម្លើយកខ្សែ2ចម្លើយខខ្សែ3ចម្លើយកខ្សែ4និងចម្លើយខខ្សែ5ជំនួយសំគ្រោះចាគឺកញ្ញារបស់ស្អាតទាំងពីរចាឥឡូវនេះចាបេក្ខជនទី2របស់យើងចាត្រូវការនៅជំនួយចាយើងអាចសរសេរកខកដើម្បីឲ្យគាត់បានយល់ណាព្រោះឯងយើងមានកខកខណាចម្លើយណាមួយដែលយើងគិតថាត្រឹមត្រូវដើម្បីឲ្យគាត់ចាឆ្លើយទៅតាមយើងចាយើងអាចដូរជាចាឥឡូវនេះចាបងប្អូនស្រីទី1ចាគាត់បានបង្ហាញនៅចម្លើយរបស់គាត់ហើយគឺចម្លើយកចាហើយបងស្រីចាទី2ក៏បង្ហាញនៅចម្លើយកដូចគ្នាចាឃើញថាបងស្រីទាំងពីរចាំដល់ចម្លើយដូចគ្នាអញ្ចឹងជាលក្ខណៈមួយចាបងប្រុសបញ្ញាចាសម្រាប់ចិត្តជ្រើសរើសតាមគាត់ឬក៏យើងខ្លាចខ្លួនឯងចាសូមធ្វើការសម្រាប់ចិត្តយកតាមគាត់យកតាមគាត់ចាហើយចូលមកមើលទាំងអស់គ្នាចាគេថាចម្លើយមួយណាដែលត្រឹមត្រូវចាដូច្នេះចង់ដឹងថាតើចម្លើយដែលទស្សនិកជនផ្ដល់ជូនពីកម្មវិធីក៏ជាបងស្រីទាំងពីរដែលត្រូវការផ្ដល់ជូនត្រូវឬក៏យ៉ាងណានោះសូមបង្ហាញនៅចម្លើយចាមិនធ្វើទេចាបើទោះបីចាបេក្ខជនទី2របស់យើងមិនឆ្លើយមិនត្រូវចានៅសំណួរនេះទេក៏គាត់ចានឹងមានឱកាសឆ្លើយនៅសំណួរនេះឡើងវិញចាដល់មាននៅជំនួយសង្គ្រោះចាដូច្នេះសូមបង្ហាញនៅចម្លើយនៅសំណួរឡើងវិញចាសូមធ្វើការសម្រេចចិត្តយកចម្លើយហោទីនេះតែម្ដងចាសូមឲ្យអ្នកឡើងមកក្រោយមានស្នាល្អជួបជំនួសតែស្រួលចាអរគុណច្រើនចាសង្ឃឹមថាការក្រោយចាបញ្ញានឹងអាចមកចូលរួមកម្មវិធីតែអ្នកសាទេឲ្យច្រើនដងទៅយើងនឹងអាចមានសំណាងផ្ដល់រង្វាន់ពីកម្មវិធីរបស់យើងតែម្ដងចាគឺមិនជាគួរឲ្យថប់ថ្លៃមែនទេចាឃើញថាបេក្ខជនចំនួន2រូបចាគឺគាត់សំណួរទី1គាត់ឆ្លងអត់បានផុតទេចាអញ្ចឹងយើងនឹងរងចាំទៀតថាតើបេក្ខជនទី3គាត់មានសំណាងគាត់ទទួលបានទឹកប្រាក់ពីកម្មវិធីរបស់យើងឬក៏យ៉ាងណាប៉ុន្តែមុននឹងជួបកម្មវិធីរបស់យើងនៅពេលនេះចាសូមកញ្ញាសម្រាប់លោកផ្នែកសិនដល់ជួបជាមួយនឹងអ្វីចាគឺចាជួបជាមួយនឹងក្រុមរងសសយកចំនួនទី1ចាគឺឈី